បាទតោះសួស្តីបាទបងប្អូនដែលជាសិស្សានុសិស្សបាទដែលត្រៀមនឹងប្រឡងទី12ក្នុងឆ្នាំសិក្សា2025-2026ទាំងអស់គ្នាបាទចំណុចនេះលោកគ្រូមានប្រធានបទបាទ52បាទប្រធានបទទី57ដែលថ្ងៃនេះគឺលោកគ្រូសូមធ្វើការធ្វើសេចក្តីអធិប្បាយជូនបងប្អូនបាទទៅលើសំណេរតែសេចក្តីដែលនិយាយអំពីពាក្យស្លោកឬក៏សុភាសិតបាទអញ្ចឹងថ្ងៃនេះយើងមានពាក្យស្លោកខ្មែរមួយបានលើកឡើងថាការមិនបៀតបៀនគ្នាជាប្រភពនៃសន្តិសុខក្នុងផ្ទៃលោកបាទអូខេហើយគេឲ្យចូលពន្យល់ដោយលើកឧទាហរណ៍ក្នុងសង្គមនិងអក្សរសិល្ប៍ខ្មែរមិនបញ្ជាក់បាទអញ្ចឹងនៅក្នុងទីនេះដែរគឺប្រធានតែសេចក្តីរបស់យើងគឺជាប្រធានបទមួយដែលគេតម្រូវបាទដែលគេតម្រូវតែម្ដងគឺត្រូវលើកឧទាហរណ៍ក៏អំណាងពេលដែលយើងឈានចូលដល់ការបកស្រាយឬក៏បំភ្លឺនៃប្រធានឲ្យកាន់តែក្បោះក្បាយនិងស៊ីជម្រៅគឺយើងត្រូវលើកអ្វីដែលគេចង់បានគឺសង្គមជាក់ស្ដែងឬក៏សង្គមតថៈណាបាទហើយនឹងអក្សរសិល្ប៍ខ្មែរបាទជាធម្មតាគឺនៅក្នុងសំឡេងតែស្ដីអក្សរសិល្ប៍គឺក្នុងការលើកឧទាហរណ៍គឺយើងលើក2ទៅ3រឿងឬក៏លើកអំពីប្រភេទរបស់អក្សរសិល្ប៍ខ្មែរយើងយ៉ាងហោចណាស់ឲ្យបាន2ឬក៏ទៅ3ប្រភេទណាតោះអញ្ចឹងប្រធានបទនេះគេឲ្យយើងធ្វើការបកស្រាយអំពីពាក្យស្លោកខ្មែរមួយលើកឡើងថាការមិនបៀតបៀនគ្នាជាប្រភពសន្តិសុខក្នុងផ្ទៃលោកបាទអូខេចាស់តោះយើងចង់ដឹងថាតើពាក្យស្លោកនេះមានអត្ថន័យឬក៏បង្កប់អត្ថន័យយ៉ាងដូចនេះខ្លះឥឡូវយើងទាំងអស់គ្នាងាកមកកាន់សេចក្តីអធិប្បាយជាមួយលោកគ្រូទាំងអស់គ្នាបាទអញ្ចឹងគឺសេចក្តីអធិប្បាយបាទសេចក្តីអធិប្បាយអឺចូលរួមអានលោកគ្រូសូមអានជូនដូចតទៅបាទក្តីប្រាថ្នាដ៏ធំបំផុតរបស់មនុស្សជាទូទាំងពិភពលោកគឺការរស់នៅក្នុងសង្គមមួយដែលពោរពេញទៅដោយសន្តិភាពស្ថិរភាពនិងសេចក្តីសុខក្សេមក្សាន្តទោះជាយ៉ាងណាក្តីសន្តិភាពនេះមិនអាចធ្លាក់ពីលើមេឃឬកើតឡើងដោយឯកឯងបានឡើយពោលគឺវាទាមទារឲ្យមានការចូលរួមដោយផ្ទាល់ពីមនុស្សម្នាក់ៗក្នុងការគោរពសិទ្ធិនិងតម្លៃគ្នាទៅវិញទៅមកក្នុងន័យដាស់តឿនសតិសបញ្ញៈរបស់មនុស្សជាតិឲ្យស្គាល់ពីគន្លឹះនៃសន្តិភាពទើបមានពាក្យស្លោកមួយបានលើកឡើងថាការមិនបៀតបៀនគ្នាជាប្រភពនៃសន្តិសុខក្នុងផ្ទៃលោកបាទតើពាក្យស្លោកនេះមានអត្ថន័យយ៉ាងដូចម្ដេចបាទចូលលើកឧទាហរណ៍ខ្លះក្នុងសង្គមនិងអក្សរសិល្ប៍មកបញ្ជាក់អូខេតោះអញ្ចឹងត្រង់ផ្នែកកន្លែងនេះគឺបងប្អូនទាំងអស់គ្នាដឹងណាបាទពីផ្នែកណាដល់ផ្នែកណាជាចំណុចអីណាតោះអញ្ចឹងត្រឹមប៉ុណ្នេះបាទណាបាទត្រឹមចំណុចប៉ុណ្នេះបាទអធិស្ឋានសុំលុបវិញបាទអញ្ចឹងពីផ្នែកត្រង់ចំណុចបាទត្រង់ចំណុចសេចក្តីប្រាថ្នារហូតមកដល់ខណ្ឌនៅត្រង់ផ្នែកត្រឹមប៉ុណ្នេះគឺជាបាទលំនាំបញ្ហាណាបាទចំណែកឯក្នុងន័យដាស់តឿនរហូតមកដល់ខណ្ឌបញ្ចប់កន្លែងនេះគឺជាចំណូលណាហើយនឹងចំណុចចុងក្រោយគឺជាចំណោទបញ្ហាណាអញ្ចឹងអ្នកសរសេរក៏អ្នកតែងស្ដីទាំងអស់គ្នាគឺដឹងហើយអំពីគម្រោងតែងស្ដីតោះអញ្ចឹងយើងចូលទៅដល់ចំណុចបន្តទៀត
បាទយើងចូលទៅដល់ផ្នែកតួសេចក្តីណាបាទអញ្ចឹងនៅក្នុងតួសេចក្តីគឺអ្នកតែទាំងអស់គ្នាដឹងណាគឺយើងមានសិក្សាពីគម្រោងប្រធានពន្យល់គឺយើងមានការបកស្រាយឬក៏ចំណុចដែលមាននៅក្នុងហ្នឹងគឺមានជាជាប់បាទគឺជាប់ក្តីមានពន្យល់ពាក្យឬក៏ពន្យល់នៃធានឬក៏ពន្យល់នៃរួមបាទយើងឈានចូលដល់ការបកស្រាយឧទាហរណ៍សរុបបាទនៅក្នុងហ្នឹងណាអូខេតោះអញ្ចឹងយើងបន្តទៀតយើងចូលមកដល់តួតែម្ដងតួសេចក្តីបាទជាបឋមយើងគប្បីស្វែងយល់បាទអត្ថន័យនៃពាក្យគន្លឹះក្នុងប្រធានជាមុនសិនពាក្យថាការមិនបៀតបៀនគ្នាបាទឬក៏ clear ដែលលើកឡើងថាការមិនបៀតបៀនគ្នាសំដៅដល់ការមិនរំលោភបំពានការមិនធ្វើបាបការមិនកេងប្រវ័ញ្ចនិងការមិនបង្កហិង្សាដល់អ្នកដទៃទាំងផ្លូវកាយផ្លូវវិជ្ជានិងផ្លូវចិត្តចំណែកឯពាក្យថាឬក៏ចំណែកឯពាក្យថា clear សន្តិសុខក្នុងផ្ទៃលោកមានន័យថាភាពសុខសាន្តភាពមានសុវត្ថិភាពសន្តិភាពនិងអវត្តមាននៃសង្គ្រាមឬក៏ជំលុះនៅក្នុងសង្គ្រាមមនុស្សទូទាំងពិភពលោកអូខេជារួមពាក្យស្លោកនេះមានអត្ថន័យអប់រំយ៉ាងជ្រាលជ្រៅថាកាលណាមនុស្សឬប្រទេសជាតិចេះគោរពគ្នាទៅវិញទៅមកមិនរំលោភសិទ្ធិមិនឈ្លានពានឬក៏មិនបង្កឈឺចាប់ដល់អ្នកដទៃទូពិភពលោកទាំងមូលនឹងទទួលបាននូវសេចក្តីសុខសន្តិភាពនិងការអភិវឌ្ឍប្រកបដោយចីរភាពផ្ទុយទៅវិញជំលុះសង្គ្រាមនិងវិនាសកម្មទាំងឡាយគឺបាទកើតមានឡើងចេញពីការគុំគួនបាទលោភៈនិងការរំលោភបំពានគ្នាជាដើមចោលបាទអញ្ចឹងនៅក្នុងផ្នែកមួយស្លាយនេះគឺយើងដឹងហើយគឺមាន3ចំណុចណាបាទចំណុចទី1គឺមានគ្នាជាប់សេចក្តីមានពន្យល់ឃ្លាបាទហើយនឹងពន្យល់នៃរបស់ឃ្លាអូខេបាទយើងចប់ប៉ុណ្នេះយើងចូលទៅដល់មួយចំណុចទៀតបាទគឺយើងចូលទៅដល់ការបកស្រាយណាបាទតោះអញ្ចឹងការបកស្រាយសូមអានជូនតែម្ដងដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់យើងអាចក្រឡេកទៅមើលឧទាហរណ៍ជាក់ស្ដែងនៅក្នុងសង្គមរស់នៅរបស់យើងនៅក្នុងសង្គមតូចមួយដូចជាសង្គមគ្រួសារឬក៏សហគមន៍ប្រសិនបើសមាជិកម្នាក់ៗមានមេត្តាធម៌មិនប្រព្រឹត្តអំពើចារកម្មមានន័យថាលួចឆក់ឬក៏ប្លន់មិនប្រើអំពើហិង្សានិងចេះអធ្យាស្រ័យគ្នានោះសហគមន៍នោះប្រកបជាមានសន្តិភាពគ្មានការភ័យខ្លាចហើយអ្នកភូមិរស់នៅដោយសេចក្តីសុខទៀតផងក្នុងកម្រិតពិភពលោកវិញប្រសិនបើប្រជាជាតិទាំងអស់គោរពអធិបតេយ្យភាពគ្នាទៅវិញទៅមកបាទមិនឈ្លានពានទឹកដីមិនប្រកួតប្រជែងសភាវុធដើម្បីគម្រាមកំហែងគ្នានោះសង្គ្រាមលោកក៏ដូចជាសង្គ្រាមស៊ីវិលក៏នឹងមិនអាចកើតឡើងមានឡើយពិភពលោកនឹងមានតែការសហការគ្នាផ្លាស់ប្ដូរសេដ្ឋកិច្ចកសិកម្មបាទដែលនាំមកនូវសេចក្តីសុខសុខដុមរមនាទូទាំងពិភពលោកបាទអញ្ចឹងនៅក្នុងសង្គមនេះគឺយើងអាចលើកអំពីយ៉ាងណាមិញបើសិនជាយើងចាំព្រឹត្តិការណ៍សង្គ្រាមរវាងកងទ័ពកម្ពុជានិងកងទ័ពថៃដែលកើតឡើងគឺយើងក៏អាចបញ្ចូលបានដែរទាក់ទងទៅនឹងការឈ្លានពានបាទការប្រើជំនួសសភាវុធនិងសភាវុធណាឬក៏ពិភពលោកទាំងមូលដែលយើងធ្លាប់បានដឹងព័ត៌មានអីហ្នឹងគឺវាជាតតិភាពរបស់សង្គមមួយដែលយើងអាចលើកមកបញ្ចូលបានបាទអរគុណឥឡូវយើងសូមបន្តទៅចំណុចមួយទៀតបាទគឺយើងចូលទៅដល់អក្សរសិល្ប៍វិញម្ដងបើសិនជាយើងងាកមកមើលក្នុងផ្ទាំងទស្សនីយភាពនៃអក្សរសិល្ប៍ខ្មែរវិញទស្សនៈនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ជាក់ស្ដែងនៅក្នុងរឿងសុវណ្ណសាមជីដកបាទអញ្ចឹងសុវណ្ណសាមជីដកគឺជាប្រភេទអក្សរសិល្ប៍អីដឹងណា
បាទគឺជាប្រភេទអក្សរសិល្ប៍បាទបុរាណណាប្រភេទអក្សរសិល្ប៍បុរាណហើយស្ថិតក្នុងចលនាអក្សរសិល្ប៍បាទគឺពុទ្ធនិយមនឹងឯងបាទហើយពុទ្ធនិយមនេះគឺជាពុទ្ធនិយមសិក្សាទៀតតោះអញ្ចឹងយើងឃើញថានៅក្នុងរឿងសវណ្ណសាមតួអង្គសវណ្ណសាមគឺជាតួអង្គតំណាងឲ្យមេត្តាធម៌និងការមិនលួចលាសត្វលោកដោយសារតែព្រះពោធិសត្វសវណ្ណសាមមានចិត្តបរិសុទ្ធមិនប្រមាទឬធ្វើបាបសពសត្វទើបអំណាចនៃមេត្តាធម៌នេះបានសាយភាយធ្វើឲ្យសត្វព្រៃសត្វសាហាវដូចជាសត្វតោខ្លាប្រើក្តាន់អាចមករស់នៅក្បែរគ្នាដោយសន្តិភាពមិនខំស៊ីគ្នាឡើយគឺព្រៀបបានទៅនឹងសន្តិសុខផ្ទៃលោកដែលផ្ទុយមកវិញពេលដែលព្រះបាទកបិលយៈបាទព្រះបាទបិលយៈប្រើព្រួញបាញ់ប្រើឬក៏បាញ់ចំសវណ្ណសាមមានន័យថាការបៀតបៀនណាបាទអំពើនេះបានបង្កឲ្យមានក្តីសោកសង្រេងបាទភាពចលាចលពេញព្រៃហេមពាន្តបាទអញ្ចឹងនៅក្នុងរឿងសវណ្ណសាមយើងឃើញថាអំពើតាមពិតទៅបលយៈនេះគឺគាត់មិនបាញ់បំរុងបាញ់ទៅលើតួអង្គសវណ្ណសាមយីទេគាត់បាញ់ទៅលើសត្វណាក៏ប៉ុន្តែដោយសារតែតាមដំណើររឿងគឺបលយៈគាត់បាញ់ព្រួយទៅឬក៏ស្នារបស់គាត់ហ្នឹងគឺបាញ់បំរុងទៅលើសត្វទេប៉ុន្តែចៃដន្យអីសវណ្ណសាមគឺងើបឈរឡើងពីការដុតទឹកហ្នឹងណាបានងើបឈរឡើងទៅក៏ចំដើមទ្រូងនៃស្នាឬក៏សរបស់បលយៈផងណាតាមស្គាល់អូខេតោះអញ្ចឹងយើងចប់ត្រឹមផ្នែករឿងសុវណ្ណសាមជាដកយើងទៅលេខទៅមើលមកស្លាយទៀតយើងមើលទៅលើរឿងរាមកេរ្តិ៍វិញម្ដងបាទអញ្ចឹងរាមកេរ្តិ៍គឺជាប្រភេទអក្សរសិល្ប៍បែបព្រាហ្មណ៍និយមណាតោះឥឡូវយើងចង់ដឹងថាតើរឿងរាមកេរ្តិ៍នេះបង្ហាញពីចំណុចអីនៃការបៀតបៀនមួយវិញទៀតក្នុងអក្សរសិល្ប៍រឿងរាមកេរ្តិ៍បានបង្ហាញពីផលវិបាកនៃការបៀតបៀនគ្នាគឺក្រុងរាពណ៍ដែលជាស្ដេចក្រុងលង្កាមានអំណាចតែមិនស្កប់ស្កល់បានទៅរំលោភបំពានសិទ្ធិអ្នកដទៃដោយលួចចាក់នាងសីតាបាទមានន័យថាប្រពន្ធរបស់ព្រះរាមដោយយកមកធ្វើជារបស់ខ្លួនអំពើបៀតបៀននេះហើយដែលជាដើមចមបង្កឲ្យមានសង្គ្រាមដ៏រ៉ាំរ៉ៃរវាងកងទ័ពព្រះរាមនិងកងទ័ពយក្សធ្វើឲ្យក្រុងលង្កាទាំងមូលត្រូវឆេះតិចទីញាតវង្សនិងពោលទីហ៊ានត្រូវស្លាប់គោជើងគ្នាខ្លាចជាសោកនាដកម្មយ៉ាងធ្ងន់ធ្ងរនេះសបញ្ជាក់ឲ្យឃើញថាកាលណាមានការបៀតបៀនសន្តិសុខក៏ត្រូវរលាយសាបសូន្យផងដែរអូខេតាចឹងនៅក្នុងផ្នែកកន្លែងនេះគឺតាមរយៈសាច់រឿងគឺអ្នកសិក្សាទាំងអស់គ្នាដឹងណាបាទគឺដើមចងឡើយគឺមុននឹងកើតសង្គ្រាមរវាងតួអង្គព្រះរាមនៅក្នុងរឿងរាមកេរ្តិ៍ហ្នឹងណាគឺដោយសារតែអំពើបៀតបៀនរបស់យក្សក្រុងលង្កាឬក្រុងរាពណ៍ហ្នឹងដែលទៅឆក់យកនាងសីតាដែលជាប្រពន្ធឬក៏ជាមហេសីរបស់ព្រះរាមហ្នឹងមកធ្វើជាប្រពន្ធខ្លួនចឹងហើយធ្វើឲ្យព្រះរាមហ្នឹងគឺដើម្បីទៅយកនាងសីតាវិញបាទគឺតតែវាយគ្នាបាទទៅយកគ្នាយើងដឹងហើយគឺសាច់រឿងនៅក្នុងលក្ខណៈសម្គាល់រឿងព្រាហ្មណ៍និយមគឺដំណើរសាច់រឿងគឺច្បាំងគ្នាមិនចេះចប់មិនចេះហើយណាបាទតាំងពីចាប់ផ្ដើមសាច់រឿងរហូតដល់ចប់នេះហើយតួអង្គណាដែលឈ្នះគឺតួអង្គនឹងគឺជាតួអង្គឯកហ្នឹងណាបាទនិយាយទៅគឺតួអង្គដែលខ្លាំងនៅក្នុងចលនាអក្សរសិល្ប៍ព្រាហ្មណ៍និយមតួអង្គដែលខ្លាំងគឺមានអំណាចបាទណាអូខេមួយវិញទៀតយើងចុងក្រោយគឺយើងសរុបណាយើងធ្វើការសរុបបន្តិចមកសរុបសេចក្តីមកពាក្យស្លោកការមិនបៀតបៀនគ្នាជាប្រភពសន្តិសុខក្នុងលោកពិតជាមានតម្លៃអប់រំដ៏ខ្ពស់បាននឹងសច្ចភាពមួយដែលមិនអាចប្រកែកបានឡើយសន្តិភាពពិតប្រាកដមិនអាចរក្សាបានតាមរយៈចុងកាណុងភ្លើងឬក៏ការគម្រាមកំហែងទេតែវាផ្
ដើមចេញពីការចេះអត់ឱនការគោរពសិទ្ធិបាទនិងសេចក្តីស្រឡាញ់មនុស្សនិងមនុស្សបាទអញ្ចឹងនៅក្នុងតួសេចក្តីគឺយើងបានបញ្ចប់ត្រឹមប៉ុណ្ណឹងណាបាទអញ្ចឹងសំណេរតែសេចក្តីគឺអាចទៅសេបានត្រឹមប៉ុណ្ណឹងក្នុងការប្រឡងឬក៏សេបានច្រើនជាងនេះទៀតក៏កាន់តែល្អទៅទៀតណាពិន្ទុក៏ច្រើនតាមហ្នឹងទៅតោះយើងចូលមកដល់ចំណុចចុងក្រោយគឺសេចក្តីបញ្ចប់សេចក្តីបញ្ចប់ឆ្លងកាត់ការបកស្រាយនិងការលើកឧទាហរណ៍មកបញ្ជាក់ខាងលើបាទក្នុងនាមយើងជាប្រជាជនបាទជាពលរដ្ឋនិងជាអ្នកទំពាំងស្នងវិស័យយើងគប្បីបាទបណ្ដុះនៅព្រមវិហារធម៌ក្នុងខ្លួនជាពិសេសបាទគឺមេត្តាធម៌និងករុណាធម៌យើងត្រូវជៀសវាងរាល់ទង្វើហិង្សានិងការកេងប្រវ័ញ្ចផ្សេងហើយរួមគ្នាអភិវឌ្ឍសង្គមជាតិបាទយើងឲ្យคล้ายទៅជាសង្គមមួយដែលពោរពេញដោយស្នាមញញឹមបាទការជាសាយនិងសន្តិភាពជារហូតបាទអូខេអញ្ចឹងប្រធានបទរបស់យើងគឺសូមធ្វើការបញ្ចប់ត្រឹមប៉ុណ្ណឹងហើយសម្រាប់ការបកស្រាយរបស់ខ្ញុំបើសិនជាមានចំណុចលើសលួសបាទខុសឆ្គងត្រង់ចំណុចកន្លែងណាមួយក៏សូមអធិស្ឋានទុកជាមុនបាទហើយសម្រាប់ឯកសារនេះប្រសិនបើអ្នកសិក្សាឬក៏អ្នក